អនុស្សាវរីយ៍បងប្អូនទាំងគ្នាស្វាគមន៍បងប្អូនមកកាន់ហាងអុកតាម៉ូតូហើយនេះគឺទស្សនវិជ្ជារួមនៅហាងអុកតាម៉ូតូតែម្ដងនេះព្រឹកនេះឃើញថាសម្រាប់បងប្អូនដែលចង់មកទទួលសេវាកម្មលឿនរហ័សទាន់ចិត្តអាចអញ្ជើញមកបានដោយសារព្រឹកនេះអត់សូវមានភ្ញៀវច្រើនទេខុសពីម្សិលមិញអញ្ចឹងឥឡូវបងប្អូនដែលចង់មកទទួលសេវាកម្មក្នុងការឆែកពីអ្នកមើលលម្អិតទាក់ទងទៅនឹងម៉ូតូរបស់បងប្អូនទាំងអស់គ្នាគឺអាចអញ្ជើញមកព្រឹកនេះបានហើយនេះគឺជាព្រឹកថ្ងៃអាទិត្យតែម្ដងឥឡូវមកជួបអតិថិជនយើងដែលគាត់ជាអតិថិជនធ្លាប់មកច្រើនដងហើយខ្ញុំចង់សួរពីអារម្មណ៍របស់គាត់ថាហេតុអីបានជាគាត់អញ្ជើញមកដល់ម៉ូតូច្រើនដងជំរាបសួរកំឡោះសួរបងសុខសប្បាយអត់សុខសប្បាយបងសុខសប្បាយមើលកាមេរ៉ាទៅមើលសង្ហាបាទសង្ហាមកនេះប៉ុន្មានដងហើយគិតទៅមកពី3ដងពី3ដងណាជក់ចិត្តជាមួយសេវាកម្មដល់ម៉ូតូដោយកត្តាអ្វីដោយសារតែខាងបងគាត់ជួយបញ្យល់ណែនាំច្បាស់លាស់ហើយណាមួយរបស់ខ្លះនៅពេលដែលវាអត់ទាន់ត្រូវដូរផ្លាស់ប្ដូរឲ្យបងអត់ចេះតែដូរខាងបងណែនាំហើយបើរបស់ណាត្រូវដូរបានដូរឲ្យយកសម្រាប់ចិត្តខ្លួនឯងត្រូវអត់ហ្នឹងហើយបងតបមកចាំម៉ូតូថាអត់ទេគឺដាក់ចូលវិញហើយណាបាទបងអូខេអរគុណសុខសប្បាយណាបាទបងងាកមកចាំអារម្មណ៍មកចាំម៉ូតូម្នាក់ទៀតអូសង្ហាលាក់មុខបងប្អូនខ្ញុំឃើញតែភ្នែកក៏នឹងអត់លយដែរជំរាបសួរកំឡោះបាទជំរាបសួរមុខនេះធ្លាប់ឃើញមែនបាទទៅមកលើកទី1ឃើញតាមភ្នែកពេលខ្លះយើងអាចឃើញគ្នានៅនឹងបានខ្លះយកសពទុកមុនខ្ញុំយកសពឃើញគ្នាមុនចាំផងឡើយចុំសពឃើញណាយកខ្ញុំយកសពអូខេថ្ងៃនេះម៉ូតូបាទម៉ូតូនេះគឺមកទឹកទៅអត់បាទឆៃពីមើលលំអិតបាទឃើញថាស្ទើរមកផ្នែកធំដែរម៉ូតូនេះណាបាទតែនឹងអាចសម្រេចចិត្តបានអត់តធ្ងន់បាទអរគុណសម្រាប់ជាប់ជាមួយណាប៉ុណ្ណឹងណាបាទប៉ុណ្ណឹងជាប់ហើយជាប់មួយណាជាប់ពុបហ្មងណាបាទអូខេអរគុណខ្ញុំសុខសប្បាយបាទអញ្ចឹងឥឡូវយើងមើលទៅលើការងារលើផ្លូវ185ម្ដងដោយសារហាងអុកតាម៉ូតូគឺស្ថិតនៅផ្ទះកែកបានថាផ្ទះលេខ91តាមផ្លូវគេហៅផ្លូវ430កែកមួយផ្លូវ185ងាកមកលើផ្លូវ185ថ្ងៃនេះគឺស្រឡះក្លែវហ្មងបាទគឺល្វឹងល្វើយអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់មកទទួលសេវាកម្មនៅហាងអុកតាម៉ូតូលឿនរហ័សទាន់ចិត្តបងប្អូនអាចអញ្ជើញមកពេលព្រឹកបានពេលព្រឹកលឿនរហ័សទាន់ចិត្តហើយសម្រាប់បងប្អូនតាមបណ្ដាខេត្តនានាដែលចង់កម្មង់គ្រឿងម៉ូតូក៏អាចធ្វើការកម្មង់តាមរយៈលេខ Telegram ឬក៏ Page របស់ហាងអុកតាម៉ូតូដែលបង្ហាញជូនលោកអ្នកនៅខាងចុងវីដេអូនេះបាទកាលពីម៉ោង8ព្រឹកគេថាអតិថិជនតិចមែនតើប៉ុន្តែឥឡូវនេះម៉ោង9ហើយអតិថិជនឡើងណែនតាមរយៈហាងអុកតាម៉ូតូនេះគឺទស្សនវិជ្ជាការងារនៅលើផ្លូវ430ដែលអតិថិជនរបស់យើងភាគច្រើនគឺម៉ូតូអូតូតែម្ដងមកទទួលសេវាកម្មដោយផ្ទាល់នៅទីនេះហើយបើយើងក្រឡេកមកមើលលើផ្លូវ185វិញម្ដងក៏គួរសមដែរប៉ុន្តែនៅមានកន្លែងទំនេរនៅឡើយទេអញ្ចឹងបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ម៉ូតូអូតូក៏ដោយជាកលេសក៏ដោយចង់មកទទួលសេវាកម្មដោយផ្ទាល់នៅហាងអុកតាម៉ូតូគឺអាចអញ្ជើញមកបានព្រោះយើងនៅសល់ space ធំដែរណាធំដែរដែលអាចបំពេញតម្រូវការអតិថិជនជាមួយនឹងគ្រឿងបន្លាស់មានស្តុកស្រាប់មានគុណភាពល្អតម្លៃល្អនៅពេលនេះម៉ោង12ម៉ោងនៅហាងអុកតាម៉ូតូពេលវេលានេះអតិថិជនយើងបន្តមកទទួលសេវាកម្មច្រើនខ្លាំងមែនទែនថ្ងៃនេះនិយាយថ្ងៃអាទិត្យមិនសូវជាចាញ់ថ្ងៃសៅរ៍ប៉ុន្មានទេព្រោះជាថ្ងៃឈប់សម្រាកជាអតិថិជនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការមកទទួលសេវាកម្មក្នុងការ check មើលម៉ូតូរបស់ពួកគាត់ហើយនិយាយបានថាមិនចាំបាច់តតែម៉ូតូខូចធ្ងន់ទើបយកមកមើលទេយើងមើលមុនពេលម៉ូតូខូចធ្ងន់អាចថាជារឿងប្រសើរជាងហើយសម្រាប់ហាងអុកតាម៉ូតូគ្រឿងបន្លាស់ម៉ូតូមានក្នុងស្តុកស្រាប់ប្រេងម៉ាស៊ីនមានគុណភាពល្អមានពន្ធត្រាកយនាំចូលត្រឹមត្រូវផលិតផលជំនួយក៏មានច្រើនហើយបើនិយាយពីគ្រឿងបន្លាស់ក្នុងប្រអប់ផ្សេងពីម៉ូតូអូតូគឺមានណែនស្តុកតែម្ដងបំពេញបំណងអតិថិជនទាន់ពេលវេលារហ័សទាន់ចិត្តហើយជាពិសេសសម្រាប់គ្រឿងចរក៏យើងមានច្រើនដូចគ្នាដែរយើងបងប្អូនដែលមានតម្រូវការអាចជិះមកកាន់ហាងអុកតាម៉ូតូបានហើយសម្រាប់ការកម្មង់គ្រឿងបន្លាស់ម៉ូតូផ្ញើតាមបណ្ដាខេត្តនានាលោកអ្នកក៏អាចធ្វើការកម្មង់បានដូចគ្នាដែរតាក់ទងកម្មង់តាមរយៈលេខ Telegram ឬក៏ Page របស់ហាងអុកតាម៉ូតូបានជាពិសេសបងប្អូនទាំងគ្នាឱកាសល្អនិងឱកាសរីករាយពេលខ្លះយើងមានការងារច្រើនធ្វើយើងសប្បាយចិត្តណាជាពិសេសសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំមានអតិថិជនច្រើនខ្ញុំមានអារម្មណ៍ថាខ្ញុំអាចមានឱកាសនៅក្នុងការផ្ដល់នូវការងារដល់ជាម៉ូតូជាច្រើនផ្សេងទៀតដែលគាត់ចង់មកធ្វើការនៅអុកតាម៉ូតូថាតើការងារខ្លះៗនៅហាងអុកតាម៉ូតូនៅថ្ងៃនេះតើមានអ្វីខ្លះតោះឥឡូវបងប្អូនទទួលសនាសកម្មភាពការងារទាំងអស់គ្នាផ្ដល់ពីម៉ូតូ ADV មួយគ្រឿងនេះមកចាំម៉ូតូនៅឯណាទៅមកចាំម៉ូតូ ADV បាទជំរាបសួរកំឡោះស្អីបងដល់សុខសប្បាយអត់បាទបងគាត់ធ្វើអីហ្នឹងម៉ូតូសបកក្រោយបងអូមិនដូរគ្រឿងកៅអៅម៉ូតូបាក់តិចតិចទេអត់ទេបងអត់ទេនៅសិនណានៅសិនអត់មានលុយឥឡូវយើងងាកមកការងារខាងនេះវិញសម្រាប់ម៉ូតូ ADV មួយគ្រឿងនេះវិញគឺតាក់ទងមួយការឆែកមើលមួយបូមប្រេងដូរប្រេងម៉ាស៊ីននិងដូរប្រេងកាឡេដោយឡែកសម្រាប់ម៉ូតូសង់សម្រាប់មួយគ្រឿងនេះមកចាំម៉ូតូនៅណាទៅហេឡូជំរាបសួរកំឡោះអើយគៀនខ្លាំងមែនតាមពិតប្រុសស្អាតទៅចិត្តគៀនអញ្ចឹងឃើញទេបាទបងបាទមើលអីគេហ្នឹងអូពឹងក្មេងដែរសិនរីហ្មងអូមែនទេណាអត់ទេបងអត់ទេអូខេម៉ូតូធ្វើអីដូរបាយព្រាំងនៃប៉ះកង់អូដូរពវានៃប៉ះកង់ដូរពវានៃដូរបាយព្រាំងប៉ះមើលសិនបើសិនជាកាត់នៃប៉ះកាត់ប៉ះបើថាប៉ះមកក៏ដូរពវាហ្មងហ៎បាទនិយាយចឹងមិនស្រួលនិយាយគ្នានេះឥឡូវគួយលេងផ្លែសិនណាបាទអូខេតើឥឡូវងាកមកមើលការងារខាងក្នុងវិញខាងក្នុងនេះក៏យ៉ាងច្រើនគួរសមដែរមកចាប់អារម្មណ៍លើម៉ូតូ Honda Click មួយគ្រឿងនេះមកចាំម៉ូតូខ្ញុំហ៊ាននិយាយមួយម៉ាត់ថាគឺគាត់ជាអ្នកស្រឡាញ់ម៉ូតូខ្លាំងមែនតើស្រឡាញ់ខ្លាំងណាស់ហើយគាត់ជាមនុស្សម្នាក់ដែលស្អាតជំរាបសួរកញ្ញា
Hello bong. យ៉ាសុខសប្បាយអត់ Sắp sờ bài bong. សុខសប្បាយណាសុខផ្លូវកាយសប្បាយផ្លូវចិត្តណា Dạ, ta ở sơ sờ bài, plei chất đấy bù sơ lôi. បើទៅលុយស្ទើរឿងធម្មតាទេតែយើងសប្បាយចិត្តលុយវាមកតាមក្រោយហើយ Bọc sờ tia nghe bong. ស្រូបទាញបាទមិនមែនស្រូបទាញគេហៅអានឹងគឺមកហ្មងណា Chà, បាទអរគុណច្រើនម៉ូតូអត់បញ្ហាណា ọt bánh hai តិច bong. តួចទេណាដល់ស្រ័យបាន Đo pe về lìa về thử đồ. តែប៉ុន្តែមិនប៉ុន្តែអត់ដូរ Và đấy đô đi lìa hay bị đo pe mà thử đồ mà chạch mơi chẳng là đô phình sân đô phình cái lấy chẳng là coi bị đo pe á dân thử mò đồ của cô ấy chẳng là bong. បាទបាទអរគុណសុខសប្បាយថាបានជួបគ្នាបន្តទៀតណាគាត់មកឯ VIP ហើយបាទងាកមកមើលការងារខាងមុខនេះវិញម៉ូតូ Honda Click មួយគ្រឿងនេះគឺម្ចាស់ម៉ូតូគាត់មក surprise ហ្មងណាម្ដងនេះគឺដេម្ដងឆេះម្ដងអត់តាក់តប់ហ្មងណាដោយសារថ្មតេឡេខ្សោយពេក Hello ជំរាបសួរបងម៉ូតូបងឲ្យខ្សោយថ្មតេឡេមិញ បាទ ឥឡូវលេខអីណា បាទ កុំអីទៅបណ្ដាល ប៊ីតែហ្មង សង្ហាប៉ុណ្ណឹងក៏ដោយតែម៉ូតូលេខដើរហើយគឺបណ្ដាម៉ូតូណា បាទ ហ្នឹងហើយឥឡូវលេខអីហូរីរាល់ទៅណា បាទ អរគុណបងអរគុណជួបកំឡោះសង្ហាម្នាក់ទៀតបាទស្អាតអត់តតែមានសួរកំឡោះសុខសប្បាយអត់ បាទ នោះកាមេរ៉ាទៅសោបភ្ញៀវមួយយ៉ាងនេះស្អាតមកហ្មង បាទ បាទខ្ញុំឥឡូវខ្ញុំតែងខ្លួនដែរណាតែតែងមិនទាន់គេចាញ់ភ្ញៀវហើយព្រោះភ្ញៀវសង្ហាពេកម៉ូតូរួចរាល់នៅ ពីរត់ រួចរាល់ណាអូខេសុខសប្បាយអរគុណច្រើនណាអរគុណបាទហើយសម្រាប់ម៉ូតូមួយគ្រឿងនេះគឺបញ្ហាងើនេះអត់បាន check មើលមែនតើនេះគឺរៀងលាន់ងើសម្រាប់ម៉ូតូ 160cc មួយគ្រឿងនេះអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នានៅក្នុងខែភ្លៀងមកដល់ហើយកុំភ្លេចមើលម៉ូតូឲ្យមែនតើជាពិសេសតំបន់កលេតែម្ដងគាត់នឹងអាចលាន់ងើហើយធ្វើក៏អស់លុយច្រើនដែរសម្រាប់ងើណាមកមើលម៉ូតូ Zoomer X មួយគ្រឿងនេះវិញឯណាម្ចាស់ម៉ូតូនៅណាចេះ Hello ជំរាបសួរកំឡោះសុខសប្បាយហ៎ សុខធម្មតាបង សុខធម្មតាអត់ទេតែសើមែនណាបងប្អូនខ្ញុំពេលត្រូវក្តៅឡើងខ្មៅវ៉ែហ្មងដល់ភ្ញៀវយើងត្រូវក្តៅក៏ហម ក្រហមបង សធម្មជាតិណា បាទ អត់លាបលេលាបអីទេ អត់មានលេលៀបបង បាទ មានលេលៀប អត់អស់លេណា បាទ តែម៉ូតូវានៅរៀងធ្ងន់ធ្ងរនេះម្ចាស់ម៉ូតូសតែម៉ូតូឡើងសិតតែប្រេងហ្មងកាន់ឆែកយូរណា មួយរយៈធំដែរបង អូតែប៉ុត Zoomer X មានកន្លែងដែលយើងត្រូវប្រយ័ត្នព្រោះ Zoomer នេះជាម៉ូតូមួយដែលមានបញ្ហាពីច្រើនលើខាត់ប្រព័ន្ធតាំងអញ្ចឹងអាសាឆែកមើលបន្តិចណាបើមើលឃើញលេខទឹកតែលេខមើលឃើញវងផឹកយកផឹកសិនណាកុំឲ្យទៅផ្ទះព្រោះទៅផ្ទះលេខទឹកអានឹងទៅរួចទេណា បាទ ឥឡូវបាយធ្វើក្បាលកន្លះឲ្យជ្រាបព្រេងខ្លាំងណាអញ្ចឹងក៏អាសាឆែកមើលណាមកនេះបានដងហើយ មកនឹងពីរដងដែរបង អញ្ចឹងក៏ស្នៃដល់ម៉ូតូដែរអរគុណច្រើនសុខសប្បាយណាសុខសប្បាយអរគុណអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ការថែទាំម៉ូតូគឺជារឿងសំខាន់ដែលខ្ញុំជម្រាបជូនបងប្អូនជារឿយៗទេព្រោះនៅពេលដែលម៉ូតូបងប្អូនមានការថែទាំល្អបើទោះបីមានបញ្ហាក៏បញ្ហាតិចតួចដែរលោកអ្នកអាចជ្រើសរើសសេវាកម្មថែទាំនៅហាងដុកទ័រម៉ូតូបាននេះគឺជាទស្សនវិជ្ជាការងារនៅហាងដុកទ័រម៉ូតូវេលាម៉ោង 4 ល្ងាចហើយថ្ងៃនេះសម្រាប់ការងារម៉ោង 4 ល្ងាចក៏មិនខុសពីសពមួយដងដែរសម្រាប់ម៉ូតូ ADV 160cc មួយគ្រឿងនេះគឺមានបញ្ហាលើប្លុកងើតែម្ដងបាទឥឡូវនេះគឺយើងចាប់ផ្ដើមពុះរើងើដើម្បីរៀបចំឡើងវិញអញ្ចឹងសម្រាប់ខែភ្លៀងបងប្អូនទាំងអស់គ្នាសូមប្រយ័ត្នជាងគេទៅលើរឿងប្រេងកាឡេណានៅពេលដែលប្រេងកាឡេមានបញ្ហាចូលទឹកផ្សេងវាអាចងាយនៅក្នុងការលាន់បដាងកាឡេឬក៏លាន់ងើតែម្ដងហើយសម្រាប់ពេលនេះគឺអតិថិជនយើងក៏ច្រើនគួរសមដែរសម្រាប់ហាត់អត់ទៅម៉ូតូបាទមានម៉ូតូច្រើនស៊េរីហើយជាពិសេសហាក់បីដូចជាសម្បូរជាងគេគឺតកូល Honda តែម្ដងជាមួយនឹងម៉ូតូអូតូក៏ច្រើនដូចគ្នាដែរឥឡូវនៅលើផ្លូវ 185 នេះគឺថានៅសមម៉ូតូ Scoopy មួយគ្រឿងដែលកំពុងដំណើរការហើយសម្រាប់នៅលើតែខាងក្នុងក៏ច្រើនគួរសមដែរបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់កម្មង់គ្រឿងបន្លាស់ម៉ូតូអាចធ្វើការកម្មង់តាមលេខ Telegram ឬក៏ Page របស់ហាងដុកទ័រម៉ូតូ